អាយដាមឯកសុនច័ន្ទរដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្មនៅព្រឹកថ្ងៃទី24ខែមីនាឆ្នាំ2019នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ត្រីឧស្សាហកម្មនិងសិប្បកម្មខេត្តកំពង់ធំលោកជូជេតទីវ៉ាន់អគ្គនាយករងកិច្ចការទូតនៃក្រសួងឧស្សាហកម្មនិងសិប្បកម្មបានអានប្រកាសតែងតាំងមន្ត្រីរាជការក្នុងនោះត្រូវបានតែងតាំងលោកញឹកគុន្ធាជាប្រធានមន្ត្រីឧស្សាហកម្មនិងសិប្បកម្មខេត្តកំពង់ធំបន្ទាប់ពីគណៈអធិបតីប្រគល់ប្រកាសនិងការបដិញ្ញាចិត្តរបស់លោកញឹកគុន្ធាជាប្រធានមន្ត្រីឧស្សាហកម្មនិងសិប្បកម្មខេត្តកំពង់ធំដែលត្រូវបានតែងតាំងថ្មីរួចមកមានប្រសាសន៍សម្ដែងសម្ដារផ្ដាំផ្ញើក្នុងឱកាសនោះលោកគង់វិមានអភិបាលរងខេត្តនិងអាយដាមឯកសុនច័ន្ទរដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្មដោយបានសម្ដែងនៅការកោតសរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ត្រីឧស្សាហកម្មរាយនិងធម្មពលដែលបានអនុវត្តការងារយ៉ាងល្អប្រសើរកន្លងមកនេះអាយដាមឯកសុនច័ន្ទបានមានប្រសាសន៍ទៀតថាអ្វីត្បិតតែក្រសួងឧស្សាហកម្មនិងសិប្បកម្មបង្កើតឡើងលើមូលដ្ឋានក្រសួងឧស្សាហកម្មរាយនិងធម្មពលដែលជាក្រសួងចាស់ស្រាប់ប៉ុន្តែតម្រូវឲ្យមានការរៀបចំជាថ្មីនៅច្បាប់អនុក្រឹត្យដែលកំណត់ឡើងនៅមុខងារភារកិច្ចបេសកកម្មព្រមទាំងចាំបាច់ត្រូវកែសម្រួលរចនាសម្ព័ន្ធឡើងវិញរាប់ទាំងឈ្មោះមន្ទីរនិងត្រាមូលដូច្នេះត្រូវតែមានការតែងតាំងជាថ្មីមានលក្ខណៈព្រមគ្នានៅប្រធានមន្ទីរគ្រប់ខេត្តទូទាំងប្រទេសសម្រាប់អាណត្តិការងារថ្មីនេះគូបញ្ជាក់ផងដែរថារហូតមកដល់ពេលនេះក្រសួងឧស្សាហកម្មនិងសិប្បកម្មបានចុះរៀបចំតែងតាំងមន្ត្រីថ្នាក់មន្ត្រីថ្នាក់ដឹកនាំមន្ទីរចំនួន16ខេត្តហើយតាំងតែពីការបង្កើតឡើងកាលពីចុងឆ្នាំ2013មកនេះកាលពីចុងខែធ្នូឆ្នាំមុនរដ្ឋាភិបាលបានបំបែកនៅក្រសួងឧស្សាហកម្មរាយនិងធម្មពលឲ្យទៅជាក្រសួងពីរផ្សេងគ្នានោះគឺក្រសួងឧស្សាហកម្មនិងសិប្បកម្មដែលតែងតាំងលោកទេសរដ្ឋមន្ត្រីចំប្រសិទ្ធជារដ្ឋមន្ត្រីនិងក្រសួងរាយនិងធម្មពលមានលោកស៊ុយសែមជារដ្ឋមន្ត្រី